ថ្ងៃនេះឡើង3មុខបងប្អូនឆ្ងោជ្រក់មួយជៀនត្រីហើយនឹងឆាបន្លែផងដែរដោយសារតែមនុស្ស3នាក់ចង់ហូបផ្សេងៗគ្នាបងប្អូនឪខ្ញុំគាត់ថាគាត់ចង់ហូបឆ្ងោជ្រក់ត្រីអីចឹងណាហើយបងស្រីខ្ញុំគាត់ចង់សាកត្រីដែលគាត់បានប្រឡាក់អស់ហើយខ្ញុំវិញចង់ហូបឆាបន្លែអញ្ចឹងធ្វើទាំង3មុខនឹងហ្មងទៅដោយសារតែចង់ហូបហើយតែមិនមែនធ្វើច្រើនអីទេបងប្អូនគឺធ្វើតែមួយមុខបន្តិចទេបើឆ្ងោជ្រក់វិញគឺស្ងោតែត្រីមួយទេបើជៀនត្រីក៏តិចដែរអត់ច្រើនទេបើឆាបន្លែរបស់ខ្ញុំវិញគឺឆាតែ3ដុំទេបងប្អូនអញ្ចឹងតើអត់ច្រើនទេហើយ3ដុំហ្នឹងតូចទេមិនមែនធំទេចាហើយឃើញប៉ោងឃើញមកកធុនមកកច្រែងអញ្ចឹងគឺមិនមែនច្រើនទេនៅពេលដែលឆាទៅតែមួយចានហ្នឹងអញ្ចឹងទៅអត់ច្រើនទេបងប្អូនតិចដែរហ្នឹងចាហើយមុខម្ហូបទី1ហ្នឹងគឺចេញមកគឺស្ងោជ្រក់ត្រីនឹងឯងបងប្អូនដាក់មុនគេអីអញ្ចឹងណាចាគ្រឿងក្រូវគឺយើងផ្សំហើយអស់ហើយបងប្អូនដឹងស្រាប់ហើយគ្រឿងក្រូវស្ងោជ្រក់នោះអញ្ចឹងមិនរៀបរាប់ច្រើនទេគ្រាន់តែថតពីសកម្មភាពដែលពួកខ្ញុំបានធ្វើអីចឹងទៅឥឡូវហើយមុខឯងបងប្អូនចាតំណងអត់ហើយត្រីចៀនផងយើងក៏ហើយដែរអូយនិយាយវាថាអូយឆ្ងាញ់មែនតើហ្មងត្រីចៀនហ្នឹងបងប្អូនហើយមុខម្ហូបចុងក្រោយហ្នឹងគឺមុខម្ហូបរបស់ខ្ញុំនឹងឯងគឺឆាបន្លែសុទ្ធជាមួយនឹងប្រេងខ្យងទេបងប្អូនអត់មានដាក់សាច់ដាក់អីទេគឺឆាតែបន្លែទេដាក់ប្រេងខ្យងរបស់យើងហ្នឹងចូលទៅហើយក៏អត់ដាក់ច្រើនដែរដាក់តែបន្តិចទេព្រោះអីឆាបន្លែផងយើងទាល់តែសាបអញ្ចឹងបានឆ្ងាញ់តែសម្រាប់ខ្ញុំណាបងប្អូនចង់បានរសជាតិបែបណាដាក់តាមដែលយើងចង់ហូបទៅតែខ្ញុំឲ្យតែឆាបន្លែបែបសុទ្ធចេះខ្ញុំចូលចិត្តបែបសាបដាក់ស្ករក៏ដាក់ដែរផ្អែមក៏ចូលចិត្តដែរបែបសាបបែបហ្នឹងគឺឆ្ងាញ់ឯងបងប្អូនសម្រាប់ខ្ញុំណាចាហើយឥឡូវគឺម្ហូបរបស់យើងឆ្អិនប្រឡោះហើយណាមើលបងប្អូនគូក៏ចង់ហូបអត់និយាយមែនគឺឆ្ងាញ់មែនតែនជាពិសេសគឺឆាបន្លែខ្ញុំតែម្ដងហើយចូលចិត្តណាស់បងប្អូនហើយបើឆាមានសាច់មានអីក៏ចូលចិត្តដូចគ្នានឹងក៏ប៉ុន្តែគឺបើថាឆាបន្លែសុទ្ធបែបនេះអូយឆ្ងាញ់មែនតែនអត់ស្រួលខ្លួនទៀតហ៎បងប្អូនចង់ហូបបន្លែចេះឯងបន្លែខៀវអូយខ្ញុំចូលចិត្តមែនតែនហ្មងឲ្យបងប្អូនអាចមើលមាត់បានណាញាត់យកតែម្ដងហើយបន្លែហ្នឹងអាឡ័យតែញាត់យកភ្លេចហៅបងប្អូនចាបងប្អូនមកម្ហូបបាយជាមួយខ្ញុំទាំងអស់គ្នាអូយឆ្ងាញ់មែនណាបងប្អូននិយាយមែនហ្មងជាពិសេសត្រីប្រឡាក់គឺអត់ដាក់ស្ករទេដាក់តែប៊ីចេងបន្តិចហើយនឹងអំបិលនឹងឯងហាលទៅបងប្អូនណាយហាលតែមួយថ្ងៃណាឡើងស្ងួតល្អមែនតើដោយសារតែក្តៅខ្លាំងហើយយើងប្រឡាក់ដាក់ក្នុងទូបែបស្ងួតឲ្យយើងសម្រោះទឹកវាមុននឹងយើងប្រឡាក់អញ្ចឹងវាក៏ស្ងួតដែរអញ្ចឹងទៅពេលដែលយើងយកមកហាលបងប្អូនណាយគឺឡើងអូយពេលជៀនទៅឡើងស្រួយឆ្ងាញ់តែម្ដងហើយខ្ញុំឃើញបងខ្ញុំហូបខ្ញុំតាមមើលសិនដោយសារតែខ្ញុំជាប់ហូបបន្លែសិនឥឡូវឮគាត់ថាឆ្ងាញ់អីចឹងចង់ភ្លក់តែសុំភ្លក់សម្លមុនអីទៅខ្ញុំអត់ចោលទេសម្លឲ្យតែមានសម្លអូយបងប្អូនណាយនិយាយមែនហ្មងហើយត្រីយើងស្រស់ហើយនិយាយថាឡើងផ្អែមហ្មងហើយសាច់ត្រីហើយខ្ញុំដឹងថាបងប្អូនដែលចូលចិត្តហូបត្រីប្រឡាក់ត្រីចៀនហាលចេះជាមួយនឹងអាឡឹកទុំហើយនឹងស្វាយគ្រាន់តែឃើញត្រីបែបនេះបងប្អូនលេបទឹកមាត់បាត់ហើយមែនអត់និយាយមែនបងប្អូនណាដែលចូលចិត្តហូបអាឡឹកទុំដូចខ្ញុំគឺដឹងតែចង់ហូបជាមួយបាយឯងឲ្យតែឃើញត្រីក្រៀមប្រឡាក់បែបនេះហ៎ចាអូយនិយាយមែនឆ្ងាញ់ណាស់ជាតិតែនហ្មងខ្ញុំទិញមកអាឡឹកឯតែអត់ទាន់បានហូបអញ្ចឹងណាបងប្អូនគឺភ្លេចចិត្តអញ្ចឹងទៅគឺអត់ទៅចាំមើលលេងនិយាយអីចាំចិត្តហូបជាមួយនឹងត្រីអូយបងប្អូនឲ្យឆ្ងាញ់មែនតែនជាតិណាបងប្អូននិយាយមែនហើយថ្ងៃហ្នឹងបងប្អូនណាយចកើផងស្លាបព្រាផងតែចុងបញ្ចប់គឺដៃដដែលនៅតែប្រឡាក់ដៃដដែលហ្មងប្រើសិតចកើហើយស្លាបព្រាតែពេលចុងក្រោយដៃប្រឡាក់ដដែលនឹងដោយសារតែហូបត្រីបេះផ្លាប់លឹកទៅលឹកមកអូយវាថាជាតិនោះហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែចូលមកវីដេអូខ្ញុំដល់ចប់អរគុណបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ